បាទសួស្តីបងប្អូនជនរួមជាតិនេះគឺជាទស្សនវិជ្ជាពេលល្ងាចខ្ទង់ម៉ោង5ម៉ោង6ល្ងាចនៅភូមិកីឡាដ្ឋានជាតិអូឡ িম্প ិកយើងឃើញថាបងប្អូនជាជនខ្មែរយើងរាល់ថ្ងៃគឺគាត់ចេះស្រឡាញ់សុខភាពរួមចូលរួមហាត់ប្រាណច្រើនមានដូចជាការរត់ការដើរការវាយសីនិងកីឡារាំអីចឹងណាមានបាល់បោះមានអីទៀតគឺលយខ្លាំងមែនតើការលេងកីឡាការហាត់ប្រាណផ្សេងមិនថាហាត់ប្រាណបែបស្រាលហាត់ប្រាណបែបធ្ងន់ទេគឺវាធ្វើឲ្យយើងកាត់បន្ថយជំងឺមិនឆ្លងបានច្រើនមែនទែនហើយធ្វើឲ្យយើងមិនអស់លុយថ្លៃពេទ្យណាហើយនេះគឺជាបងក្រុមរត់ហនុមានបាទនេះពួកគាត់នៅកន្លែងទីស្នាក់ការគាត់ដើម្បីធ្វើការទាញសរសៃរៀបប្រុងនឹងរត់ហាត់ប្រាណហើយណាហើយនេះគឺសុទ្ធតែអ្នកដែលគាត់ទៅតែហាត់ប្រាណថ្មីអ្នកដែលគាត់ទៅតែហាត់ប្រាណបានមួយខែពីរខែក៏មានហើយអ្នកខ្លះគាត់ហាត់ចូលដល់20ឆ្នាំនៅទីនឹងក៏មានដែរបាទអញ្ចឹងយើងឃើញថាអ្នកដែលគាត់ហាត់មានច្រើនមានទាំងថ្មីមានទាំងចាស់តែការហាត់គ្រប់បែបយ៉ាងគឺតែងតែមានការចាប់ផ្ដើមពីចំណុចដំបូងមកដល់យើងមកដល់ថ្ងៃនេះមានរាងកាយមកមួនសុខភាពល្អណាអញ្ចឹងយើងរួមគ្នាបាទចំណាយពេលត្រឹមមួយថ្ងៃ30នាទីឲ្យបានតិចបំផុតដែរបាទនេះដូចពួកគាត់នេះគឺថាល្អខ្លាំងមែនតើយើងចំណាយពេល30នាទីទៅ1ម៉ោងដើម្បីសុខភាពខ្លួនឯងអញ្ចឹងថ្ងៃក្រោយយើងកុំមកបាទទៅដេកលើគ្រែពេទ្យយើងមានពេលយើងមានកម្លាំងអាចដើរលេងបាន